ជីកពកឲ្យច្រឡេនបងខ្ញុំយកជីកពកឲ្យច្រឡេនខ្ញុំដាក់គោលចេកសម្រាប់ខ្ញុំនេះខ្ញុំជីក3ឬក៏4ដៅជុំវិញគោលចេកខ្ញុំដាក់ឲ្យកប់បងប្អូននិយាយទៅសម្រាប់ការដាក់ជីនេះគឺបច្ចេកទេសខុសគ្នាបងប្អូនសម្រាប់ខ្ញុំដាក់ចេះទៅដោយសារអីដោយសារខ្ញុំដាក់ចេះមានបញ្ហារបស់ខ្ញុំបងប្អូនគឺបញ្ហានោះគឺដោយសារជីកពកឲ្យច្រឡេនពេលយើងកាប់មកវាមានដៅច្រឡេនចឹងបងអញ្ចឹងកាលណាតែយើងដាក់ឲ្យអត់លុបទេមន់កាយអញ្ចឹងខ្ញុំដាក់ឲ្យខ្ញុំលុបដើម្បីការពារមន់ខ្ញុំឲ្យកាយអញ្ចឹងសម្រាប់បងប្អូនអាចជីកជុំវិញឲ្យបងប្អូនរយក៏បានដែរសម្រាប់នៅចំការណាដោយសារនេះនៅក្នុងដីភូមិនៅក្នុងដីផ្ទះអញ្ចឹងមានមន់មានអីអញ្ចឹងខ្ញុំជីកដៅចេះទៅជីកឲ្យយើងដាក់អាចច្រឡេនឲ្យយើងកប់កុំឲ្យមន់ឃើញកាយបងប្អូនព្រោះជីកអាចច្រឡេនហ្នឹងណាទោះបីជាយើងកើបមកអត់មានដៅច្រឡេនក៏ដោយអត់មានដៅច្រឡេនក៏ដោយក៏ពងច្រឡេនដែលវានៅក្នុងនឹងអាចនឹងវាញាស់ដែរអញ្ចឹងវាមានច្រឡេនហើយមានច្រឡេនតូចអញ្ចឹងមន់ឃើញអត់នៅទេកាយខ្ទេចអញ្ចឹងខ្ញុំជីកវាលិចមកជាប់មកហើយយើងចាក់ហើយយើងកប់វាដើម្បីកុំឲ្យមន់ឃើញកាលណាមន់ថាដាក់ផាលើហ្នឹងមន់កាយដាច់ឫសព្រោះខ្ញុំធ្លាប់ឲ្យដាក់ផាកាយដាច់ឫសងាប់ដើមឈើវិញសារមន់ឃើញច្រឡេនវាកាយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនណាគាត់ចង់បានពូជច្រឡេនក្រហមឬក៏ចង់បានជីកពកឲ្យច្រឡេនបងប្អូនអាចកំងខាងខ្ញុំបានខ្ញុំមានលក់ពូជច្រឡេនក្រហមនិងជីកពកឲ្យច្រឡេនទីតាំងខ្ញុំនៅស្រុកបច្ច័យខេត្តព្រៃវែងសម្រាប់ពូជច្រឡេនក្រហមឬក៏ជីកពកឲ្យច្រឡេនខ្ញុំអាចផ្ញើបាន20ក្រុងអរគុណច្រើនបង